តើមានជោគជ័យណាមួយដែលសុំបានដោយមិនឆ្លងកាត់ការប្រឹងប្រែងតស៊ូលះបង់ជាមុនសិនដែរទេបំណាច់ថានឹងឲ្យខ្ញុំជោគជ័យហេតុអីចាំបាច់ឲ្យខ្ញុំតស៊ូលំបាកស្ទើរតែដល់នៅភាពបរាជ័យទៅហើយទើបព្រមប្រគល់ឲ្យនៅភាពជោគជ័យជំរាបសួរបងប្អូនស្ថិតនៅក្នុងកាលៈទេសៈនេះសញ្ញានៃសន្តិភាពនៅមិនទាន់ឃើញមានពន្លឺនៅឡើយសេចក្តីកង្វល់នៅតែញាំញីក្នុងដួងចិត្តរបស់ខ្មែរគ្រប់រូបដូច្នេះឆ្លៀតនៅក្នុងឱកាសនេះខ្ញុំសូមធ្វើការផ្សះផ្សាដួងចិត្តបងប្អូនដែលរងសម្ពាធអស់រយៈពេលច្រើនខែឲ្យងាកមកសម្លឹងទៅកាន់ជ្រុងមួយផ្សេងទៀតក្រៅពីការសំងំរងចាំសន្តិភាពដែលអាចនឹងមិនទាន់មកដល់ភ្លាមទេបងប្អូនសូមសង្កេតមើលអាចកំបាំងនៅពីខាងក្រោយសេចក្តីប្រាថ្នារបស់យើងគ្រប់គ្នាតើមានជោគជ័យណាមួយដែលសុំបានដោយមិនឆ្លងកាត់ការប្រឹងប្រែងតស៊ូលះបង់ជាមុនសិនដែរទេបំណាច់ថានឹងឲ្យខ្ញុំជោគជ័យហេតុអីចាំបាច់ឲ្យខ្ញុំតស៊ូលំបាកស្ទើរតែដល់នៅភាពបរាជ័យទៅហើយទើបព្រមប្រគល់ឲ្យនៅភាពជោគជ័យខ្ញុំសូមលើកយកនៅការសុំ4យ៉ាងដែលជាឧទាហរណ៍ក្នុងជីវិតរបស់យើងយកមកជូនបងប្អូនទី1ខ្ញុំបានសុំកម្លាំងព្រះជាម្ចាស់បានប្រទានឧបសគ្គឲ្យខ្ញុំដើម្បីឲ្យខ្ញុំក្លាយទៅជាមនុស្សរឹងមាំទី2ខ្ញុំបានសុំប្រាជ្ញាព្រះជាម្ចាស់បានប្រទានបញ្ហាជាច្រើនមកឲ្យខ្ញុំដើម្បីឲ្យខ្ញុំដោះស្រាយនៅបញ្ហាទី3ខ្ញុំបានសុំភាពក្លាហានព្រះជាម្ចាស់បានប្រទានឱកាសឲ្យខ្ញុំប្រឈមមុខនឹងគ្រោះថ្នាក់ដើម្បីឲ្យខ្ញុំឈ្នះវាទី4ខ្ញុំបានសុំសេចក្តីស្រឡាញ់ព្រះជាម្ចាស់បានប្រទានឲ្យខ្ញុំជួបមនុស្សមានបញ្ហាដើម្បីឲ្យខ្ញុំជួយពួកគេឥឡូវនេះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសសុំសន្តិភាពព្រះជាម្ចាស់បានប្រទាននៅឧបសគ្គដ៏ធំមហិមាបានប្រទាននៅបញ្ហាចាក់ស្រេះស្ទើរតែមើលមិនឃើញដំណោះស្រាយបានប្រទាននៅគ្រោះថ្នាក់ដែលយើងគិតស្មានមិនដល់ទំហំនៃការខូចខាតនោះទេប្រសិនបើគិតខុសតែបន្តិចប៉ុន្តែនោះមិនមែនជាតនកម្មរបស់ព្រះជាម្ចាស់ទេតែគឺជាអ្វីដែលយើងត្រូវតែតស៊ូជំនះឲ្យបានមុនពេលសន្តិភាពកើតឡើងឥឡូវនេះប្រជាជនកម្ពុជាទាំងអស់មានវាសនារួមគ្នាបើទោះជាមានទស្សនៈនយោបាយឬក៏សាសនាខុសគ្នាក៏ដោយក៏សូមដាក់ចុះនិងត្រឡប់មករួបរួមគិតគូររួមគ្នាដើម្បីស្រោចស្រង់ពូជសាសន៍ដ៏កំសត់របស់យើងឲ្យរស់ខ្ពស់មុខខ្ពស់មាត់សារជាថ្មីម្ដងទៀតយើងអាចនឹងមិនពេញចិត្តចំពោះបុគ្គលប៉ុន្តែយើងមិនអាចស្អប់ជាតិសាសន៍របស់ខ្លួនឯងទេជាតិរស់ក្នុងសន្តិភាពគឺជាឱកាសសម្រាប់គ្រប់គ្នាសម្រេចនៅបេសកកម្មរៀងៗខ្លួន